ជុំរឿងGod of War តួ Kratos ដូរតួហើយអ្នកដែលមកចំនួនតំណែង Kratos វិញគឺ Batista ដែលជាអតីតអ្នកវាយកីឡាកាស WWE និងជាតារាសម្ដែងដែលដើរតួជា Drax ក្នុង Guardian of the Galaxy ហើយឥឡូវនេះគឺគាត់មកដើរតួជា Kratos ក្នុងរឿងវិញប៉ុន្តែរឿងដែលគួរចាប់អារម្មណ៍មួយហ្នឹងគឺថាមុនពេល Batista ត្រូវបានជ្រើសរើសជាតួអង្គផ្លូវការនេះយើងក៏បានឃើញជាមួយនឹងរូបភាពផ្លូវការមួយដែល Ryan Hus ជាតួអង្គ Kratos ផងដែរគួរបញ្ជាក់ដែរថា Ryan Hus ត្រូវបានបង្ខំមកចាក់ចេញពីតួអង្គនេះបន្ទាប់ពីគាត់បានរងរបួសជាមួយនឹងសាច់ដុំដៃរបស់គាត់ហើយឈុតដែលគាត់បានថតហើយនឹងថតសារឡើងវិញជាមួយនឹងតួអង្គ Batista វិញប៉ុន្តែរឿងមួយទាំងអស់គ្នាដឹងថាគាត់ក៏ជាតួអង្គ voice actor ក៏ដូចជា motion capture របស់ Thor នៅក្នុង game God of War ដែរឡងមកវិញអ្នកគ្រប់គ្រងមួយចំនួនក៏នៅតែមិនពេញចិត្តជាមួយនឹងរូបភាពផ្លូវការដំបូងដែលគេចេញមកដែល Ryan Hus ជាតួអង្គ Kratos ដែរហើយមូលហេតុដែលគេនិយាយច្រើនជាងគេនឹងគឺថាគាត់អត់តងោពីរូបភាពផ្លូវការរបស់ Kratos នេះគឺថាគាត់បានបិទជាមួយនឹងមុខតងោសិប្បនិមិត្តរបស់គាត់ហ្នឹងដើម្បីបានថតរូបភាពមួយហ្នឹងហើយ fan មួយចំនួនរួមទាំងខ្ញុំដែរមានអារម្មណ៍ថាអត់គ្រប់ទៅលើតួអង្គ Kratos ដែល Kratos តាំងពីដើមមកគឺថាគាត់តងោប៉ុន្តែឥឡូវនេះ Kratos គឺបានជំនួសមកវិញជាមួយនឹងតួអង្គ Batista ហើយបើនិយាយទៅគឺថា Batista គឺគាត់តងោតាំងពីដើមមកហ្មងលែងត្រូវការបិទមួកស្ប៉ានិមិត្តអីទៀតទេបូកជាមួយនឹងកាយសម្បទារបស់គាត់ទៀតគឺថាគាត់សំជាមួយនឹង Kratos ដែរហើយចំពោះសាច់រឿងនេះគេនឹងរំពឹងថានឹងយកសាច់រឿងពី God of War ឆ្នាំ2018ដែលនឹងនិយាយពី Kratos និងកូនប្រុសរបស់គាត់ឆ្លងកាត់ជាមួយនឹង Norse World ដូចនៅក្នុង game ដែរប៉ុន្តែសំណួរធំបំផុតហ្នឹងគឺថាទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ Batista ដើរតួជា Kratos ឬក៏ទាំងអស់គ្នាចង់ឲ្យ Ryan Hus ដើរតួបន្តទៀតចាំខមមិននៅខាងក្រោមផងទាំងអស់គ្នាយល់ថាតួអង្គមួយណាដែលសមដើរតួជា Kratos ជាង